ជោគជ័យដែលបានមកពីចេញមកពីការលំបាកគឺជាជោគជ័យដែលវាមានតម្លៃហើយទើបកាន់ការពារបានខ្ញុំនិយាយទៅដល់កត្តាសន្តិភាពទាំងឡាយដែលយើងបានខិតខំយើងត្រូវថែអានឹងហើយជារបស់ដែលមានតម្លៃបំផុតហើយនេះគឺជាសកម្មភាពរបស់ប្រសង់ថៃមិនមែនជាការតតកុនហើយក៏មិនមែនជាស៊ុនអ៊ូខុងមកទេគឺប្រសង់ថៃលោកបានឡើងតាមការស្ទូចរបស់ឡានស្ទូចទៅផ្សារភ្ជាប់អាគម្របនោះអាគម្រบบិទកុំឲ្យទឹកវាជ្រាបចូលដងទង់ប្រហែលជាម្សិលមិញបញ្ញាពេកព្រោះលួចគេវាមិនសូវស្រួលចិត្តផ្លិចផ្សារនេះកន្លែងដែលលោកដាក់ដងទង់ហ្នឹងគឺនៅក្បែរហ្នឹងបងកន្លែងដែលខ្ញុំកណ្ដាលថ្មភាពគ្រប់ព្រះអង្គបានធ្វើដំណើរនេះបើមើលចាំពីថ្មហ្នឹងនៅកន្លែងហ្នឹងបងនៅចន្លោះថ្មហ្នឹងហើយនៅខាងមុខប្រាសាទខ្នាបងសមមិញឃើញដែរថាលើកឡើងតែទៅពីលើកឡើងឲ្យមើលទៅឃើញផ្លិចផ្សារដែកនៅខាងលើអញ្ចឹងទៅលោកក៏បានផ្សារឡើងទៅផ្សារដោយខ្លួនឯងជាវិជាជនគេហៅថាជាការលះបង់មួយដ៏ខ្ពស់ដែលប្រសង់ថៃបានសម្ដែងឡើងទៅជាមួយនឹងការស្រឡាញ់ទឹកដីនិងប្រជាជនគេនិយាយណាតែយើងដែលយើងនេះវិញជាម្ចាស់ដីថាជាសកម្មភាពលួចណាលួចទាំងស្រស់លួចទាំងថ្ងៃលួចទាំងយប់លួចគ្រប់ពេលវេលាលួចតាំងតែពីណាពីណីមករហូតដល់សប្តាហ៍ហ្នឹង